vậy mà mắt á thay khơi cái ba video hay ọt sỏi bằng bồn chùm riệp số ông phụ minh buộc mai bằng bồn ở khni bằng đai ba chụp khni chỉ thay mà đăng tiết cho môi nâng video được bọc chấm ba bằng đai hơi nước trong video này bằng đai trong có trong chliệt bị chạy chun từ ông phụ minh buộc mai bằng bồn ở khni đai thả phê mua chăn đèn xây nâng bằng bồn cứ khôi bật tờ hơi bằng bồn này ông bật tờ hơi cứ để xa ấy để sang từ ngày muốn Facebook ban thờ si cứ disable account Facebook bọc nhom đây chỉ admin page nâng cứ bật từ mà đòn tới hay tập lập mà vinh nâng bị ai mà vinh nâng có bật page từ bật từ page được không nâng miền pi hay trong là khơi là page vì mình chỉ page thông mấy tiếc trong cùng toàn bạn đã admin pi á nè admin tầm mùi đến chẳng tới có nếu khơi là page account Facebook mà vinh ai đăng page mà vinh đài chẳng á tại miền nào bằng bồn cứ account Facebook ai mà vinh bên đáy page màu thì hay là hốt đòn lòng ban để chỉ pi ngay từ mà đòn tiết tập lập mà vinh có ăn khơi đòi mà tiết đài chẳng sập rùm tới cứ page mua chăn đèn xây nâng cứ ban khối chỉ sẽ tháp bộ tại hai bằng bộ này chẳng nhầm cất hà còn đang tham biên mấy số bài ai cho một vinh ban thế cứ miền tập cát page thay cho nó bằng bộ chẳng sự khâm tha ông bộ mình bộ mai bằng bộ ở kia thọp chia fan thọp chia nè control page cái đôi chỉ control video bọc trong cái lòng máu bằng bộ ai chui chỉ follow page thay được bọc trong bàn phòng đàiហើយខ្ញុំនឹងផលិតជាវីដេអូលក្ខណៈក្រុមគ្រួសារក៏ដូចជាដំណើរកម្សាន្តផ្សេងៗចែកជូនôngពុំមិញពុកហើយបងប្អូនអរគ្នាទស្សនាបន្តទៀតហើយនេះគឺជាសកម្មភាពបាទខ្ញុំហើយនឹងក្រុមគ្រួសារនេះមានប្អូនថ្លៃរបស់ខ្ញុំគឺបាទនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងវត្តអាស្រមដំដែកនៅក្នុងឃុំតាំងកសាំងនៅជិតផ្ទះនឹងដែរទេបងប្អូនតែគ្រាន់តែយើងត្រូវជិះកាត់តាមព្រៃតាមអីបន្តិចចឹងណាបងប្អូនគឺផ្លូវលំខួរក្រហមចឹងទៅបាទពុទ្ធសាសនាដោយសារតែវត្តហ្នឹងគឺដំបងឡើយក៏កើតតាមដែលដឹងគឺក៏កើតចេញពីលក្ខណៈអាស្រមអញ្ចឹងណាបងប្អូនតែឥឡូវនេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តហ្នឹងស្អាតហើយបងប្អូនគឺឥឡូវនេះគឺកំពុងតែរៀបចំកម្មវិធីគេហៅថាបុណ្យកឋិនណាបងប្អូនដោយសារតែចេញព្រះវស្សាហើយវីដេអូនេះមិនតែខ្ញុំថតរៀងយូរថ្ងៃដែរហើយបងប្អូនតាំងពីប្រពន្ធខ្ញុំអត់ទាន់សម្រាលកូនម្លេះតែដោយសារតែខ្ញុំរវល់ពេកក៏អត់មានពេលកាត់ជូនបងប្អូនទាំងអស់គ្នាទស្សនាហើយឥឡូវនេះយើងបានមកដល់ទីតាំងវត្តហើយបងប្អូនគឺខ្ញុំដាក់ speed video រៀងវែងបន្តិចបងប្អូនដោយសារតែរៀងយូរឆ្ងាយគូសំដែរអញ្ចឹងណាបងប្អូនហើយនេះអូននឹងស្អីគាត់ដល់វត្តគាត់ចេះចូលអូនៅដល់វត្តហើយដល់វត្តអញ្ចឹងណាលេងដល់ហើយបងប្អូនឃើញតាំងពីច្រកចូលបងប្អូនឃើញឡានច្រើនគូក្តីបាទវត្តនៅក្នុងវត្តវត្តនៅក្នុងព្រៃពិតមែនបណ្ដៃបាទគឺនិយាយពីពុទ្ធបរិស័ទមកហ្នឹងគឺមិនចាញ់វត្តនៅទីប្រជុំជនមែនទេគឺច្រើនបងប្អូនបាទហើយនេះមើលតាំងពីច្រកចូលរហូតដល់ក្នុងគឺបងប្អូនគឺច្រើនមែនតើនេះខ្ញុំមកដល់កន្លែងនេះយើងពិបាកជិះបន្តិចដោយសារតែគេចាក់អាថ្មមិចនេះចឹងយើងជិះជ្រិចហើយខ្ញុំអត់ហ៊ានជិះទៅមុខទេព្រោះដោយសារដប់ពេលហ្នឹងគឺដប់ប្រពន្ធទងន់ប្រពន្ធអត់ទាន់សម្រាលតែចឹងអត់ហ៊ានជិះទៅមុខទេគឺកែវមកផ្លូវខាងធម្មតានេះវិញព្រោះយើងបើប្រពន្ធអត់ទងន់អត់អីទេនៃប្រពន្ធទងន់ចឹងយើងរៀងប្រយ័ត្នបន្តិចអញ្ចឹងក៏គិតថាចង់ដាក់ម៉ូតូកន្លែងនេះតែបងអូនថ្លៃថាមិនចេះកុំដាក់ទៅហ្នឹងអត់មានអ្នកជួយមើលទេអញ្ចឹងក៏យកទៅដាក់កន្លែងបស៊ីម៉ូតូវិញអញ្ចឹងណាអញ្ចឹងក៏ត្រឡប់ចេញពីហ្នឹងបាទយកទៅដាក់នេះបងអូនថ្លៃគាត់ចូលនេះនោះទៅដាក់កន្លែងនោះគេដាក់បស៊ីនៅនោះមានពជាការពារភូមិមានអីគាត់ជួយមើលការខុសត្រូវអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវនេះខ្ញុំបានយកទៅដាក់រួចហើយឥឡូវខ្ញុំដើរត្រឡប់ពីកន្លែងដាក់បស៊ីម៉ូតូហ្នឹងហើយប្រពន្ធខ្ញុំអ្នកកាន់កាមេរ៉ាថតបងប្អូនណានេះដើរវិញមុខស្មើនៅស្អីដោយសារដល់គឺកូនចាប់ដើមទាបងប្អូនទាអុកលុកទាឥឡូវហ្នឹងអុសដៃតំណាត់តំណែងទៅបងប្អូនជំនឿបាទអុសខ្ញុំនឹងគេឆក់គេឆិនបាទទាទិញនេះទាទិញនោះបាទកន្លែងនេះប្រពន្ធខ្ញុំគាត់សោចចឹងសោចឃើញកូនទាញដៃខ្ញុំតងាប់តងើបាទគឺទាទៅទិញរបស់លេងនិយាយពីរបស់លេងបងអូនទាំងស្អីបងប្អូនណាមិនខ្វះទេបាទបើរាល់ថ្ងៃបើនិយាយជាក្រុងវាចូល 2-3 ក្រុងបាទគាត់ថារបស់អូនទាំងស្អីលេងបាទរៀងខុសពីកូនស្រីគេមួយចំនួនកូនស្រីរបស់ខ្ញុំនេះគឺលេងតែរបស់ប្រុសទេមិនដឹងថាម៉េចទេពេលធំទៅមិនដឹងថាចរិតប្រុសឬក៏ស្រីទេបងប្អូនណាបាទថ្ងៃនេះរបស់លេងគឺអត់មានកូនកំមុំអត់មានអីទេបងប្អូនគឺសិតតែឡានបជាសិតតែកភ្លើងសិតតែ Spider-Man សិតតែអីចឹងទៅគឺសិតតែលក្ខណៈកូនប្រុសគេចូលចិត្តលេងណាហើយនេះគឺជាទស្សនវិជ្ជានៅជួរផ្លូវចូលទៅវត្តអញ្ចឹងតាមអមផ្លូវហ្នឹងគឺមានបងប្អូនជីវកររបស់យើងគាត់លក់ដូរច្រើននឹងរបស់ញ៉ាំរបស់អីចឹងណាបាទហើយកូនខ្ញុំនឹងចាប់ផ្ដើមចូលទានេះទានោះហ្នឹងគឺអត់សូវទារបស់ញ៉ាំហ្មងគឺទាទៅរបស់លេងបងប្អូនបើតាមតែចិត្តគាត់ទាចង់បានអីទិញនឹងឲ្យចង់បានអីទិញនឹងឲ្យគឺ
លុយមានប្រមាណក៏អស់ដែរបងប្អូនព្រោះទាល្ងឹតមុខមកនេះដូចរបស់កន្លែងនេះអីទាអូសបាទចង់ដាច់ចកេះខោបងប្អូនគឺទាប៉ុន្តែរបស់លេងនៅផ្ទះនៅលង្គវលតម៉ាក់គេវាយរហូតព្រោះសារអីចាក់លេងឲ្យអត់ប្រមូលដាក់ចូលប្រងវិញម៉ាក់គេទៅវាយទៅញឹកទេបងប្អូនហើយព្រោះអីវ៉ាន់វាច្រើនពេកវាញញ៉ៃពីផ្ទះហើយផ្ទះបើយើងរៀងទូចផងអញ្ចឹងវាឆ្អៀតផ្លូវដើរផ្លូវអីចឹងណាបងប្អូនវីដេអូនេះមិនមានអីច្រើនបងប្អូនគឺជាសកម្មភាពដែលខ្ញុំទៅវត្តចឹងណាហើយក៏បានចូលរួមហែអង្គកឋិនទាននៅវត្តនឹងគេឯងដែរចឹងទៅបាទហើយនេះគឺជាទីទួលនៅក្នុងវត្តបងប្អូនគឺនិយាយទៅវត្តនេះគឺធំណាបងប្អូនគឺធំមែនតើប៉ុន្តែគ្រាន់ថាលោកអត់ទាន់ពង្រីកបន្តទៅទៀតព្រោះដោយសារអីវាសិតតែព្រៃអញ្ចឹងតាមដែលខ្ញុំឮសូនអ្នកដែលគាត់នៅនឹងគេនិយាយថានៅនឹងដំបងគឺព្រៃសតបងប្អូនគឺអត់វាលវងជាងទេប៉ុន្តែដោយសារលោកបកហៅថាបង្កើតដំបងហ្នឹងគឺជាលក្ខណៈអាស្រមអីស្ងប់ស្ងាត់អីទេប៉ុន្តែដោយសារតែមានពុទ្ធបរិស័ទគ្រប់គ្រងច្រើនអញ្ចឹងទៅក៏ចេះតែកសាងមានពុទ្ធបរិស័ទមានសទ្ធាចិត្តឆ្ងាយគាត់មកគាត់បាទក៏ហៅថាចូលជាបច្ច័យដើម្បីកសាងវត្តកសាងអីហៅថាឲ្យវាមានភាពស្រស់ស្អាតអញ្ចឹងណាបងប្អូនហើយនេះគឺជាទស្សនវិជ្ជាបាទគឺហូបអាហារ buffet នៅវត្តបានបន្ទាប់ពីប្រសង់លោកឆាន់ហើយគឺបាទគឺវត្តអាស្រមដំដែកនេះគឺបាទមានគេហៅថាទទួលបាយមហូបទៅពុទ្ធបរិស័ទហ្នឹងគឺល្អមែនតើលក្ខណៈដូចយើងទៅកម្មវិធីការអញ្ចឹងនិយាយមែនតើគាត់ថាមហូបចម្រុះគ្នាតែប៉ុណ្្នឹងប៉ុន្តែបងប្អូនគឺអ្នកណាក៏សរសើរដែរបងប្អូនគឺសរសើរតែការរៀបចំនៅបាយមហូបទទួលពុទ្ធបរិស័ទទៅហ្នឹងគឺនិយាយទៅល្អមែនតើគឺអត់និយាយស្មោះត្រង់វត្តខ្លះគឺអត់មានស្ដាប់ធ្នាប់បងប្អូនញញ៉ៃតែសម្រាប់អាស្រមវត្តអាស្រមដំដែកនេះគឺល្អមែនតើហើយបងប្អូនគឺជាក្បួនដង្ហែអង្គកឋិនទាននឹងបងប្អូនហើយនេះខ្ញុំបានថតកាត់ខ្លះព្រោះទីតាំងដែលយើងហែជុំវិញហ្នឹងវារៀងធំដែរអញ្ចឹងខ្ញុំថតកាត់អញ្ចឹងណាហើយនេះបានហែចូលនៅក្នុងសាលាឆាន់វិញបងប្អូនហែចប់ទៅតែខ្ញុំអត់ដឹងថាមិនដែរខ្លាចអាចារ្យឬក៏ប្រសង់លោកឧបកិច្ចអីមិនដឹងខ្ញុំមិនសូវយល់ដែរប៉ុន្តែធ្លាប់តដងឃើញហែ3ជុំអញ្ចឹងណាប៉ុន្តែនេះហែតែមួយជុំក៏ចូលវិញអាចថាយល់យកទៅដល់ចាស់អីដែលគាត់ចាស់គាត់ពិបាកដើរបើអីអាហ្នឹងក៏មិនដឹងណាប៉ុន្តែខ្ញុំឃើញហែតែមួយជុំទេគឺហែហើយក៏ចូលនៅក្នុងសាលាឆាន់វិញហើយក៏ចាប់ផ្ដើមកិច្ចបន្តទៀតហ្នឹងមានវេអង្គកឋិនទានប្រគិនទៅប្រសង់អីផ្សេងអីចឹងទៅបាទហើយពេលហ្នឹងគឺខ្ញុំបានតែថតទេគឺអត់បានចូលទៅអង្គុយនៅក្នុងសាលាហ្នឹងទេព្រោះប្រពន្ធនៅអង្គុយចាំនៅខាងក្រៅបាទខ្លាចហៅថាគាត់ត្រូវពឹងនេះពឹងនោះទៅហើយម្យ៉ាងទៀតនៅក្នុងសាលាឆាន់រៀងមនុស្សច្រើនរៀងទួយដែរណាសាលាឆាន់អត់ធំអីហ្មងដែរទេហើយពុទ្ធបរិស័ទទៅច្រើននិយាយទៅដូចបងប្អូនឃើញនៅក្បាលវីដេអូអញ្ចឹងមានឡានមកច្រើនតែអញ្ចឹងឃើញថាទីធ្លាវាមិនសូវអំណោយផលទេខ្ញុំក៏អត់ចូលទៅក្នុងទេគឺខ្ញុំនៅខាងក្រៅមានបងមកអង្គុយលេងនៅខាងក្រៅអញ្ចឹងទៅបណ្ដាខ្ញុំអង្គុយមកសបកទៅរៀងបាត់ហត់បាត់អីបន្តិចក៏នាំគ្រូសាហ្នឹងមកផ្ទះវិញមកព្រោះដោយសារតែគាត់តងន់គាត់អីចឹងគាត់ត្រូវសម្រាប់គាត់ត្រូវអីចឹងណាព្រោះគាត់អត់អាចអង្គុយយូរបានទេចឹងណាហើយម្យ៉ាងរាំងសីគាត់កោទាមកផ្ទះដែរចឹងទៅហើយនេះគឺនៅក្នុងបរិវេណសាលាឆាន់បងប្អូនគឺបន្ទាប់ពីហាយចប់យើងបានរៀបចំយកអាត្រៃយកលៀងយកអីដែលយើងបានទូលហាយអីហ្នឹងបាទយកមកដាក់រៀបចំជាជួរឲ្យមានភាពត្រឹមត្រូវយើងទៅដើម្បីចាប់ផ្ដើមបវរណាប្រគិនវេប្រគិនដល់ព្រះសង្ឃដែលគង់ចាំព្រះភាសានៅក្នុងវត្តអាស្រមដំដែកហ្នឹងអញ្ចឹងបាទហើយនេះគឺទស្សនវិជ្ជាគឺស្អាតមែនតើគឺមានតាមដែលដឹងមានដូចជាព្រះសារីរិកធាតុអីទៀតបងប្អូននៅក្នុងវត្តអាស្រមដំដែកហ្នឹងហើយនេះខ្ញុំកំពុងតែបាញ់បាទកំពុងអបអប្អូនថ្លៃថានៅក្នុងកាមេរ៉ានិយាយពីសខ្ចីញញមកមុខមាត់ខៃសលើបលោងហ្មងតែយើងយកកាមេរ៉ាមួយទៀតទៅថតពីមុខបានដឹងថាមុខផ្ទាល់យ៉ាងម៉េចបាទសកម្មភាពគឺមានប៉ុណ្ណឹងបងប្អូនហើយបើសិនជាករណីខ្ញុំ voice សលេងទៅមានការខុសទាស់ឆ្គងឆ្គាំឆ្គងទៅណាសូមអធិស្ឋានដល់ខ្ញុំបាទផងដែរបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេសង្ឃឹមថាអ៊ំពុំមិញពុកម៉ែបងប្អូនអរគ្នាជួយ share ក៏ដូចជា comment និង react បេះដូងមេដៃផ្សេងជូនខ្ញុំបាទផងដែរនៅ page ថ្មីបាទដោយសារតែ page ចាស់ខូចអស់ហើយអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាជួយចុច follow page ថ្មីរបស់ខ្ញុំម្នាក់មួយផងដែរបាទអរគុណច្រើនគោរពជម្រាបបាទ